នេះម៉ាក់ខ្ញុំធ្វើនំប៉ាញ៉ាំនៅផ្ទះដោយងាយមិនចាំបាច់ទៅទិញគេជាដំបូងម៉ាក់ខ្ញុំលាយដោះគោស្រស់មេនំប៉័ងហើយនិងស្ករសកូរវាឲ្យរាងរលាយចូលគ្នាហើយយកម្សៅខេកហ្នឹងដាក់ជាមួយអំបិលហើយមេជំនួយបន្តិចហើយចាក់អាទឹកវាបានលាយនឹងចូលអំពុំមិញរួចហើយវាយម្សៅនឹងឲ្យរាងម៉ត់មកម៉ាក់ខ្ញុំច្បល់ច្បាច់ជើងហើយចាក់ខ្លាញ់ក៏បានប្រេងឆាក៏បានចំនួន50ក្រាមបន្ទាប់មកច្បាច់វាទៀតមកហើយដាក់ទឹកក្រូចឆ្មា2ស្លាបបាយហើយម៉ាក់ខ្ញុំវាយវាឲ្យវារៀងម៉ត់បែបនេះអំពូមិញឲ្យម្សៅនឹងវាមើលទៅស្មូតណាហើយបន្ទាប់មកផ្អាប់ទុកមកហើយយកសាច់ជ្រូកពាក់គួរហើយដាក់ខ្ទឹមក្រហមស្លឹកខ្ទឹមម្រេចស្ករអំបិលប្រេងខ្យងទឹកស្អៀវហើយនឹងម្សៅស៊ុបមាន់អំពូមិញគឺម៉ាក់ខ្ញុំធ្វើវាច្បល់វាអញ្ចឹងណាដើម្បីយកទៅធ្វើស្នូលហើយយកវាលុញឲ្យដូចបាល់ចឹងមកឥឡូវម្សៅរបស់ម៉ាក់ខ្ញុំគឺឡើងល្អហើយធ្វើការគៀវារួយម្សៅនៅលើអាប្រទេសធ្វើលុញនំហ្នឹងណាម៉ាក់ខ្ញុំធ្វើការមកលុញវាហើយបន្ទាប់មកកាត់ជា2ហើយកាត់ជាចំណិតនំប៉ាវទៀតអំពូមិញលុញវាឲ្យរាងមូលចឹងហើយកាត់ជាចំណិតនំប៉ាវក្នុងមួយនំគឺមាន45ក្រាមឥឡូវម៉ាក់ខ្ញុំយកម្សៅហ្នឹងយកទៅលុញវាមកតង់ទៀតនៅលើអាប្រទេសនឹងដែរអំពូមិញហើយយកសកត់ហ្នឹងយកមកដាក់ម្សៅនឹងឲ្យសប៉ែតហើយខ្ចប់ស្នូលទៅអំពូមិញសាច់ជ្រូកឈាមសាច់កកហើយនឹងពងទាស្ងោរម៉ាក់ខ្ញុំខ្ចប់អញ្ចឹងណានិយាយទៅគឺថាងាយស្រួលខ្ចប់ខ្លាំងមែនតើហ្មងណាខ្ចប់ឲ្យឡើងខ្ជូតឡើងដូចអ្នកលក់បដោយហើយសំខាន់នំប៉ាអពេលអត់ទាន់ស្ងោរចឹងណាថាឡើងទុយឡើងខ្ជូតហ្មងអំពូមិញចង់ទៅដាក់មាត់តើប៉ុន្តែអត់ទាន់ឆ្អិនលើម៉ាក់ខ្ញុំមកបន្តការខ្ចប់រហូតដល់អស់ចឹងមិនណាហើយឥឡូវនេះគឺជានំប៉ាវចុងក្រោយណាម៉ាក់ខ្ញុំធ្វើការខ្ចប់ហើយអស់ហើយយកវាទៅចំហុយរយៈពេល20នាទីក្រោយមកគឺម៉ាក់ខ្ញុំចាប់ផ្ដើមលើកចេញណាហើយមុននំប៉ាវនោះគឺថារីកមាសតែម្ដងអំពូមិញមើលសាច់ស្នូលគឺថាតំណងខ្លាំងមែនតើហ្មងណាមានតាំងពីពងទាមានតាំងពីសាច់ក្រកហើយបើនិយាយពីសាច់ជ្រូកឆាមវិញឡើងប៉ុណ្ណាណៃហ្មងនិយាយទៅតាំងសបកតាំងស្នូលគឺថាឆ្ងាញ់ទាំងអស់ហ្មង